ជំរាបសួរមិត្តភ័ក្តិបងប្អូនខ្ញុំសូមជូនរឿងភ្នំចចកភាគបញ្ចប់ដោយហេវហត់ពេកបើក៏ដួលក្រែងលើព្រះធរណីហើយលួចចោលកន្ទុយភ្នែកមើលសត្វដែលនៅចំពោះមុខគេមានការស្រឡាំងកាំងយ៉ាងខ្លាំងព្រោះសត្វនេះគ្រាន់តែជាឆ្កែធម្មតាគ្មានរោមមានជើងស្គមតែពុំមែនជាឆ្កែចចកទេពៅក្រហមបន្តិចដើម្បីកំឡាចិត្តណែគឺឯងទេឬដែលបង្កការភ័យខ្លាចនៅក្នុងព្រៃនេះយើងឆ្ងល់សែនឆ្ងល់នៅពេលដែលយើងដឹងថាឯងជាសត្វឆ្កែជាឆ្កែស្រុកធម្មតាយើងសូមសរសើរដោយឯងចេះធ្វើឲ្យសត្វនៅក្នុងព្រៃនេះខ្លាចឯងប៉ុន្តែយើងមិនខ្លាចឯងទេតែយើងអាណិតឯងដែលរស់នៅឯកោកណ្ដោចកណ្ដែងនៅក្នុងព្រៃនេះឆៃតែមន់ឬកូនជ្រូកដែលគេយកមកឲ្យរៀងរាល់ថ្ងៃជីវិតឯងកំសត់ណាស់ថ្ងៃណាក៏ដូចជាថ្ងៃណាគ្មានមិត្តភ័ក្តិឆ្កែចាប់និយាយឯងជានរណាហេតុអ្វីបានជាឯងហ៊ាននិយាយពាក្យនេះដាក់យើងខ្ញុំឈ្មោះពៅខ្ញុំរស់នៅក្នុងវត្តដែលពោរពេញទៅដោយសត្វរត់ចេញពីព្រៃនេះដោយសារតែឯងសត្វទាំងនោះកំសត់ណាស់ដោយមិនអាចដើរហើររត់លោតលេងប្រឡាយតាមចំណងចិត្តនៅក្នុងព្រៃជាទីស្រឡាញ់របស់ពួកវាបានហើយហេតុអ្វីបានជាឯងចង់ជួបយើងគ្រាន់តែចង់ដឹងនិងស្គាល់សត្វដែលអ្នកស្រុកអ្នកភូមិឲ្យឈ្មោះថាឆ្កែចចកភ្នំតែអីចឹងឥឡូវនេះឯងបានឃើញយើងហើយឯងត្រូវត្រឡប់ទៅវត្តរបស់ឯងជាប្រញាប់បើមិនដូច្នេះទេយើងនឹងសម្លាប់ឯងដឹងទេពេលត្រឡប់ទៅភូមិវិញយើងនឹងនិយាយប្រាប់គេថាឯងគ្រាន់តែជាឆ្កែធម្មតាប៉ុណ្ណោះហើយមិនយូរមិនឆាប់អ្នកស្រុកអ្នកភូមិកាន់កាំបិតដាវលំពែងមកសម្លាប់ឯងមិនខានតែយើងមិនចង់ឲ្យឯងស្លាប់ទេឯងច្បាស់ជាមានរឿងអ្វីមួយហើយបានជាឯងមករស់នៅក្នុងព្រៃដូចនេះយកល្អឯងនិយាយរឿងពិតប្រាប់យើងមករួចឯងត្រូវតែចាក់ចេញពីកន្លែងនេះយើងនឹងប្រាប់អ្នកស្រុកថាឆ្កែចចកបានភៀសខ្លួនទៅនៅក្នុងព្រៃផ្សេងហើយហេតុអ្វីបានជាឯងយកចិត្តទុកដាក់នឹងយើងមិនមែនជាសត្វសាហាវទេឬពីព្រោះចៅអធិការជាគ្រូរបស់យើងបានបង្ហាត់បង្រៀនយើងឲ្យស្រឡាញ់សពសត្វដែលមានជីវិតហើយត្រូវមានចិត្តអាណិតអាសូរមេត្តាករុណាដល់អ្នកកំសត់ទុរគតយើងជឿជាក់ថាឯងជាអ្នកកំសត់ទុរគតជាងគេទាំងអស់លើโลกនេះតើពិតទេអោកុមារដ៏ល្អអើយខ្ញុំយល់ព្រមនិយាយពីប្រវត្តិខ្លោចផ្សាររបស់ខ្ញុំប្រាប់អ្នកដោយអ្នកជ្រាបហើយពីមុនខ្ញុំគ្រាន់តែជាឆ្កែធម្មតាមួយនៅក្នុងភូមិប៉ុន្តែម្ចាស់តូចម្ចាស់ធំទាំងអស់នៅក្នុងផ្ទះដែលខ្ញុំរស់នៅថាខ្ញុំនេះជាឆ្កែតូចពេកស្គមពេកខ្សោយពេកគ្មានកម្លាំងកំហែងនឹងយាមផ្ទះគេទេហេតុនេះហើយគេបានជារៀងរាល់ថ្ងៃគេវាយដំខ្ញុំចាត់ទាត់ធាក់ខ្ញុំគប់ដុំថ្មដុំដីលើខ្ញុំគេឲ្យខ្ញុំបរិភោគតែម្ហូបល្វីងជូរចត់រាល់ថ្ងៃគេធ្វើយ៉ាងដូចនេះដោយសង្ឃឹមថាខ្ញុំនឹងក្លាយទៅជាឆ្កែកាចសាហាវដើម្បីការពារពួកគេមានចោរចូលមកលួចទ្រព្យសម្បត្តិពេលនោះខ្ញុំមានគំនិតតែមួយគត់គឺសងសឹករួចរត់ចេញពីផ្ទះហើយរកកន្លែងរស់នៅថ្មីដែលមានសាច់ស្រស់ថ្មីបរិភោគព្រឹកមួយគោលបំណងរបស់ខ្ញុំត្រូវបានសម្រេចខណៈដែលម្ចាស់ប្រុសរបស់ខ្ញុំកាន់ដំបងមួយដើរមកជិតខ្ញុំក៏លោតទៅត្របាក់គាត់ស្រែកយ៉ាងខ្លាំងធ្វើឲ្យកូនប្រពន្ធគាត់ភ័យ
សស្លូតសស្លក់រត់មកកាន់កន្លែងកើតហេតុខ្ញុំលេងម្ចាស់ប្រុសរួចត្រឡប់មកខំប្រពន្ធនិងកូនគាត់វិញគេព្រួតគ្នាវាយទាត់ធាក់ខ្ញុំគ្មានអារម្មណ៍ឈឺចាប់តតែសោះដោយកំហឹងរបស់ខ្ញុំឡើងដល់កំពូលខ្ញុំរត់ចេញយ៉ាងប្រញាប់ក្នុងពេលដែលពួកគេកំពុងតែច្របូកច្របល់ដោយការឈឺចាប់ខ្ញុំភៀសខ្លួន3យប់3ថ្ងៃគ្មានបាយគ្មានទឹកគ្មានឈប់សម្រាកទីបញ្ចប់ខ្ញុំទទួលអារម្មណ៍ថាមានសេរីភាពខ្ញុំគ្មានខ្លាចអ្វីទាំងអស់ហើយខ្ញុំមានគំនុំចំពោះមនុស្សទូទៅដោយគ្មានអ្វីអាចមកឃាត់ខ្ញុំបានឡើយប៉ុន្តែសត្វទាំងអស់ដែលឯងបានសម្លាប់សុទ្ធតែជាសត្វគ្មានទោសពៅបញ្ជាក់ចុះខ្ញុំពេលខ្ញុំនៅជាមួយម្ចាស់ខ្ញុំមិនមែនជាសត្វអត់ទោសពៅទេឬខ្ញុំគ្មានចង់បានអ្វីក្រៅពីភាពសុខសាន្តនិងជាឆ្កែដ៏ល្អមួយដែលស្ដាប់បង្គាប់បញ្ជាម្ចាស់តែចៅហ្វាយខ្ញុំទេដែលបង្រៀនខ្ញុំឲ្យខ្ញុំคล้ายទៅជាសត្វកំណាចដោយក្តីអាណិតអាសូរពៅក៏និយាយលួងលោមឆ្កែដោយសម្ដីផ្អែមល្ហែមថាសត្វទាំងអស់សុទ្ធតែជាសត្វគ្មានទោសពៅហើយចង់រស់នៅដោយសុខសាន្តជាមួយមិត្តភក្តិពៅក៏បញ្ចុះបញ្ចូលបន្ថែមឲ្យឆ្កែនោះទៅនៅវត្តជាមួយខ្លួនហើយប្រែធៀបជាឆ្កែស្រុកធម្មតាមួយស្លូតបូតនិងវៀងវៃលើសពីនេះវានឹងទទួលបាននៅការសន្តោសប្រណីនិងចំណីអាហារគ្រប់គ្រាន់ព្រមទាំងមានសេរីភាពអាចហក់លោតរត់ប្រឡែងលេងជាមួយក្មេងៗក្នុងភូមិនិងជាមួយឆ្កែគ្នាឯងចកខ្លែងខ្លាយនៅត្រឹងព្រមទាំងមានទឹកភ្នែកដក់នៅលើមុខរបស់វាពៅលាដៃសំជូតទឹកភ្នែកឲ្យសត្វឆ្កែរួចបបោះអង្អែលវាយ៉ាងយូរដោយលួងលោមដូចម្ដាយលួងកូនទីបញ្ចប់ឆ្កែក៏ធ្វើតាមសំណូមពររបស់កុមារដោយសារតែមានប្រវត្តិយ៉ាងនេះហើយបានជាគេឲ្យឈ្មោះភ្នំនេះថាភ្នំចចកការពិតកុមារពៅគឺជាលោកតាអាចារ្យដែលបាននិយាយរឿងនេះចប់ដោយបរិបូរណ៍អរគុណមិត្តភក្តិបងប្អូនសូមជួយ Subscribe ក្នុង Channel YouTube ខ្ញុំមួយផងទុកជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការផលិតវីដេអូជូនចំពោះមិត្តភក្តិបងប្អូនរាល់អត្ថបទលើកទឹកចិត្តនិងរឿងនិទានខ្ញុំដាក់នៅក្នុង Channel YouTube ទាំងអស់សូមអរគុណ